3 សិតទល់នឹង1ហើយប៉ុន្តែបើមហាផ្ទៃយកឈ្នះវិញនឹងឡើងទៅកាន់បាទសិតទី 5 លើកឲ្យលូវីចេញក្រៅបាត់ទៅហើយបន្ទុក1 ទល់នឹង 0 បាទសេវាពីមហាផ្ទៃបន្តបាទហ្វាមថយខឿងចូលថ្នាក់បាទដូនីបាទលើកឲ្យដូនីបាទដូនីវាយចោះប្រឡោះបាំងស្អាតមែនទែនបាទដូនីបាទសេវាពីឌីអូបាទឌីអូចូលកញ្ញាំដឹកហាញ់លើកឲ្យមេងហួងហើយបាទចាក់យកបានវិញសុយខនជាប់រនាំងយកបានវិញដូនីដកកែលូវីផ្ទះជាប់បាំងណែនទៅហើយបាទវូលីត2 ទល់នឹង 1 បាទសេវាបន្តពីកីឡាករត្រឹងដឹកហាញ់បាទដឹកហាញ់ចូលថ្នាក់បាលៀងហុងបាទលើកឲ្យបាទពិសីបាទគង់ពិសីបាទបន្ទុក2ស្មើឃើញថាកាន់តែក៏ក្រៅកាន់តែជក់ចិត្តហើយញ៉ាជូនដល់បាទហ្វេនក៏ដូចជាថ្នាក់ដឹកនាំបាទនិងបាទអ្នកគ្រប់គ្រងរបស់មហាផ្ទៃក៏ដូចជាបញ្ជាការដ្ឋានអង្គរៈបាទសេវាបន្តពីលូវីបាទបញ្ចូលថ្នាក់បាទលើកឲ្យវូលីបាទ 3 ទល់នឹង 2 បាទសេវាពីវូលីតបន្តបាទវូលីតអូយបាទតាក់សំណាញ់បាត់ទៅហើយបាទវូលីត 3 ស្មើបាទសេវាពីគង់ពិសីបាទចូលបាទលោកយកពីដឹកហាញ់ប៉ុន្តែយកអត់បានឥឡូវនេះបន្ទុកបានទៅខាងបញ្ជាការដ្ឋានអង្គរៈ 4 ទល់នឹង 3 បាទគង់ពិសីមកម្ដងទៀតតាក់សំណាញ់អូបាទហ្វាមថយគ្រឿងបាទហ្វាមថយគ្រឿងទទួលមិនបានទេបាទមកក្របនេះ 5 ទល់នឹង 3 យ៉ាងណាចេះមកក្របរបស់គង់ពិសីម្ដងហើយម្ដងទៀតបច្ចេកទេសបូកនៅសំណាងឬក៏យ៉ាងណាបាទសេវាពីគង់ពិសីចូលកញ្ញាំបាទដឹកហាញ់លើកឲ្យមេងឡាយមឿនមេងឡាយទាញធ្ងន់តែម្ដងពីហ្វាមថយគ្រឿងឲ្យមឿនមេងឡាយបាទសេវាពីធីមេងហួងផ្ទះស្រាលឌីអូលូវីអូយចូលក្បាលមេងហួងមួយបាត់ទៅហើយបាទលូវីលើកដៃសុំទោសបាទមេងហួងបើសក់មួយឲ្យបាំងភ្លឹបអូយផ្ងាជើងបាទបាំងភ្លឹបផ្ងាជើងមួយបាត់ទៅហើយអូយរូបភាពយឺតបាទអរគុណដល់ក្រុមការងារសាយធរត្រយងរបស់យើងអូយបាទគ្រប់ប្លង់តែម្ដងបាទរូបភាពយឺតបាទបាំងភ្លឹបបាទក្លាប់ចាប់ទីងដងលើកឲ្យមេងឡាយ
7 ទល់នឹង 4 បាទ 7 បាទ សុយខនចេញក្រៅទេបាទ 7 ទល់នឹង 5 បាទ សេវាពីកីឡាករមឿនមេងឡាយតាក់សំណាញ់ចូលថ្នាក់បាឡូវីលើកឲ្យរីសារៈចូលថ្នាក់បាទមេងហួងលើកឲ្យមេងឡាយមឿនមេងឡាយបន្ទុក 6 ទល់នឹង 7 កាន់តែរន្ធត់បាទកាន់តែជក់ចិត្តមែនដែរហើយសិទ្ធិទី 4 នេះគឺជាសិទ្ធិកាត់សេចក្តីបើមហាផ្ទៃឈ្នះនឹងឡើងទៅកាត់សេចក្តីនៅសិទ្ធិទី 5 ប៉ុន្តែបើមហាផ្ទៃបើអង្គរៈឈ្នះវិញគឺកាត់សេចក្តីត្រឹមសិទ្ធិនេះហើយសេវាពីដូនេប៉ុន្តែតាក់សំណាញ់ទេបាទ 7 ទល់នឹង 8 បាទបងប្អូនប្រិយមិត្តតោះបាទចូលរួមទស្សនាខមមិនទាំងអស់គ្នាកុំភ្លេចថ្ងៃស្អែកមានការប្រកួតវគ្គផ្ដាច់ព្រាត់ហើយក៏មានការចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់បងប្អូនប្រិយមិត្តដែលទស្សនាតាមការផ្សាយផ្ទាល់ផងដែរលើកឲ្យលូវីជាប់រនាំងដែរ8 ស្មើបាទ 8 ស្មើហើយសេវាពីប្រាក់ជូលេងតែអត់ឆ្លងទេបាទជូលេងសេវាចេញពីរីសារៈបាទចូលកញ្ញាំដឹកហាញ់បាទលើកឲ្យទីមេយងចូលកញ្ញាំដូននេះអត់នៅទេបាទប៉ាំងភ្លឹបផ្ងាបាទអូយបាទរូបភាពយឺតម្ដងទៀតបងប្អូនបាទទីមេងហួងបាទទីមេងហួងនេះដល់ហើយប្រហែលបាទទីមេងហួងបាទកូននេះស្លាប់ហងបាទបន្ទុក 9 ស្មើសេវាពីត្រឹងដឹកហាញ់បាទអធិស្ឋានផានថយខឿងបាទអ្នកប៉ាសឺបាទយកបានពីដូនីលើកឲ្យលូវីបាយរនាំងចេញក្រៅទៅហើយបាទលូវីសេវាពីកីឡាករឌីអូចូលកញ្ញាំដឹកហាញ់លើកឲ្យដឹកហាញ់ជាប់រនាំងបាទដកឲ្យមេងហួងជាប់រនាំងវិញបាទលូវីបន្ទុក 11 ទល់នឹង 9 បាទ 11 ទល់នឹង 9កៅស្រេងលីហួរសេវាពីឌីអូចូលកញ្ញាំដឹកហាញ់លើកឲ្យមេងឡើយមឿនមេងឡើយមឿនមេងឡើយដាច់ស្អាតមែនទេបាទមឿនមេងឡើយបាទ 10 ទល់នឹង 11 សេវាពីត្រឹងដឹកហាញ់ចូលថ្នាក់បាលៀងហុងបាទលើកឲ្យលូវីបាទបែករនាំងចេញក្រៅទៅហើយបាទលូវីបាទមិញនេះក៏លូវី FN បាទលូវីចូលថ្នាក់បាទប្រសិទ្ធ
លើកឲ្យមេងឡើយបាទឥឡូវនេះមានការតវ៉ាសុំឆៃវីដេអូ challenge ថាបាល់ប៉ះសំណាញ់បាទ net fall បាទ net fall ហើយយ៉ាងណាចេះបាទហើយជម្រាបជូនបងប្អូនប្រិមិត្តក្រុមដែលឈរចាំនៅវគ្គផ្ដាច់ព្រាត់នោះគឺវិសាខាចាំដណ្ដើមលេខ1ហើយសម្រាប់បាទក្រុមបាទភ្នំពេញចាំនៅបាទដណ្ដើមចំណាត់ថ្នាក់លេខ3បាទឥឡូវនេះសម្រាប់បន្ទុកឲ្យទៅខាងបាទអង្គរៈបាទនេះគឺតវ៉ាមិនជោគជ័យទេបាទបន្ទុក13ទល់នឹង10សេវាពីលូវីចូលទៅដល់ដឹកហាញ់ប៉ុន្តែអត់នៅទេបាទត្រឹងដឹកហាញ់បាទ10ទល់នឹង14បាទមានការដោះដូរកីឡាករមួយរូបដឹកហាញ់ចូលជំនួសកីឡាករឆោមទីណាសេវាបន្តទៀតបាទចេញពីកីឡាករលូវីចេញក្រៅទេបាទ11ទល់នឹង14បងប្អូនប្រិមិត្តដែលជា fan របស់មហាផ្ទៃកំពុងតែបុកទោះហើយអង្គរៈក៏មិនទាន់សប្បាយចិត្តដែរចូលកញ្ញាំដកកាយឲ្យដូនេះដូនេះវាយទូលបាំងទៅក្រោយបាត់ទៅហើយបាទដូនេះឃើញថាមួយគ្រាប់របស់ដូនេះនេះធ្ងន់បាទសម្រាប់បន្តចូលថ្នាក់បាទលើកឲ្យមេងឡើយច្រកទៅហើយបាទមឿនមេងឡើយអូយបាទមេងឡើយមកគ្រាប់នេះដល់ហើយបាទទាញយូរទៅកាន់តែធ្ងន់ទៅ12ទល់នឹង15ខុសគ្នាតែចំនួន3ពិន្ទុទេបាទសេវាបន្តចេញពីកូននាគស្លាប់ហងធីមេងហួងចូលថ្នាក់បាទដូនេះបាទលើកឲ្យដូនេះចូលថ្នាក់បាទប្រសិទ្ធបាទដកឲ្យបាទមេងឡើយអូយបាទមេងឡើយវាយទៀតទៅក្រោយនោះបាទបន្ទុក16ទល់នឹង12សេវាចេញពីកីឡាករស៊ុយខនតាក់សំណាញ់ទៅហើយបាទស៊ុយខនសេវាពីកីឡាករមឿនមេងឡាយបាទចូលថ្នាក់បាឡូវីលើកឲ្យដូនេះបាទដកនេះបាទបាទឥឡូវនេះយ៉ាងណាចេះអូយបាទឥឡូវនេះយ៉ាងណាចេះឥឡូវនេះកម្ដៅនៅក្នុងទីលានកាន់តែក្តៅកគុកហើយបងប្អូនប្រិមិត្តកាន់តែក្តៅកគុកហើយយ៉ាងណាចេះបាទអូយបាទកំហុសជើងនេះ
កាន់តែក្តៅកគុកហើយបាទមកពុំប្រិមិត្តវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់កាន់តែក្តៅកគុកហើយណាប្រិមិត្តឥឡូវនេះបាទឌីអូមកសម្រួលបាទឌីអូមកចាប់ដៃមើលមេឡាយអូខេឥឡូវនេះមួយកីឡានាំមកនៅមិត្តភាពនិងសាមគ្គីភាពបើកីឡារស់ក្នុងសន្តិភាពកម្ដៅកាន់តែឡើងមែនទែនហើយប្រិមិត្តការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រវាងបញ្ជាកដ្ឋានអង្គរៈជាមួយនឹងបាទមហាផ្ទៃបាទដល់តែល្អមើលដល់តែក្តៅកគុកចឹងអត់ចង់ឲ្យចប់ទេបងប្អូនចង់លេងឲ្យបាន10សិតអីណាបងប្អូនបាទឥឡូវនេះបើសិនជាបញ្ជាកដ្ឋានអង្គរៈឈ្នះបាទគឺផ្ដាច់ត្រឹម3សិតទល់នឹង1បាទមហាផ្ទៃឈ្នះនឹងមានការប្រកួតសិតទី5បងប្អូនប្រិមិត្តចង់ឲ្យមានសិតទី5ដែរឬក៏យ៉ាងណា17ទល់នឹង13សេវាបន្តពីដូនេបាទចូលថ្នាក់នេះឆ្លងយកបានវិញបាទលើកឲ្យដូនេបាទឥឡូវនេះបន្ទុកបាទ18ទល់នឹង13សេវាចេញពីកីឡាករដូនេបាទចូលថ្នាក់ពុយសេហាលើកឲ្យទីមេងអូចូលថ្នាក់បាទសុយខនដកឲ្យលូវីផ្ទះបញ្ចូលសិនយកបានពីប្រសិទ្ធលើកឲ្យមេងហួងជាប់បាំងយកបានវិញពីលូវីលើកឲ្យដូនេ19ទល់នឹង13កាន់តែក្តៅកគុកមែនទេហើយគូនេះបើសិនជាឡើងដល់បាទសិតទី5មិនដឹងជាល្អមើលយ៉ាងណាទេបងប្អូនមើលណាឃើញមែនទេរមែនណាខ្ញុំបាទដុកគូប្រហែលខ្ញុំបាទខេននេះក៏ចង់ឃើញណាបងប្អូនសេវាពីដូនេចូលថ្នាក់មេងឡាយលើកឲ្យមេងឡាយមួយទៀតលុយបាទស៊ីបាទ14រូបភាពយឺតអស់ចំហពីមេងឡាយការជួយសង្គ្រោះកាវមួយហើយកៅមួយទៀតប៉ុន្តែអត់ទេបាទមិនបានឡាបាទសេវាពីប្រាក់ជូលេងចូលកញ្ញាំលៀងហុងលើកឲ្យដូនេចេញក្រៅទៅឲ្យបាទដូនេបាទអធិស្ឋានបងប្អូនបាទចូលបាទញ៉ាំកណ្ដាលឲ្យចូលហើយមានការតវ៉ាសុំឆែកវីដេអូ challenge បាទឥឡូវនេះលោកគ្រូអញ្ញាកណ្ដាលទី2បាទគាត់បញ្ជាក់ថាយ៉ាងណាឡើងផលបាទអត់តវ៉ាបានជោគជ័យទេដូច្នេះការតវ៉ាអស់2ដងហើយ20ទល់នឹង14រមិត20ទល់នឹង14អាសេវាចេញពីកីឡាកររីសារៈចូលកញ្ញាំដឹកហាញ់លើកឲ្យទីមេងហួងបាយរនេះចេញក្រៅហើយបាទ15ទល់នឹង20បាទ15ទល់នឹង20បា
លើទស្សនានៃការប្រកួតបន្តសេវាពេលហ្វាមថយគ្រឿងមកចូលកញ្ញាំបាទលូវីឲ្យដូនេះជាប់រនាំងលូវីបាទអូវូលីតណែនបាទវូលីតបាទពិន្ទុ16ទល់នឹង20បាទ20រន្ធត់ជក់ចិត្តក៏ដូចជាបុកពោះមែនទែនហើយសម្រាប់ការប្រកួតនេះបាទចាំមើលថាតើមហាផ្ទៃអាចវាយបកស្រោចស្រង់យកឈ្នះនៅសិតទី4ដើម្បីបន្តទៅកាន់សិតទី5ដែរឬយ៉ាងណាលើកឲ្យលូវីខ្លីយកទៅមែនទែនអូយបាទខ្លីអូយខ្លីបត់ខ្លីទៅហូរណាស់បាទលូវី IFN វ័យទើបតែ19ឆ្នាំបាទហើយ2023នេះគាត់ជាប់ជម្រើសជាតិឥណ្ឌូនេស៊ីសេវាពី DO ចូលកញ្ញាំដឹកហាញ់លើកឲ្យវ៉ូលេចាក់ប្រឡោះនេះស្អាតណាស់ស្អាតបាទ17ទល់នឹង21សេវាពីដឹកហាញ់មកចូលថ្នាក់បាទលូវីឲ្យដូនេះចូលថ្នាក់វិញណាបាទលើកឲ្យមេងឡើយមេងឡើយបាទ18ទល់នឹង21បាទបាល់មូលអ្វីបាទសេវាពីត្រឹងដឹកហាញ់បាទដឹកហាញ់ធ្ងន់ចូលថ្នាក់លៀងហុងលើកឲ្យលូវីជាប់រនាំងលើកឲ្យសុយខនបែកបាំងចេញក្រៅទៅហើយបាទឥឡូវនេះមានការដោះដូរកីឡាករសុយខនចេញចំនួនឲ្យកីឡាករលេខ18រ៉េតឆៃហុងបាទហុង1.93 ម៉ែត្រសេវាចេញពីកីឡាករលូវីចូលថ្នាក់បសិទ្ធណាទទួលសេវាលូវីមិនបានទេសេវាចេញពីកីឡាករលូវីបន្តទៀតលូវីតាក់សម្លាញ់ទៅហើយបាន19ទល់នឹង23បាទសេវាពីកីឡាករវ៉ូលីតមកចូលកញ្ញាំបាទលូវីលើកឲ្យពិសីចំខ្សែតែម្ដងឥឡូវនេះពិន្ទុ24ទល់នឹង19បើម៉ាច់ឈ្មោះបាទពិន្ទុកាត់សេចក្តីហើយសម្រាប់បញ្ជាកថានរៈជាមួយនឹងមហាផ្ទៃមួយគ្រាប់ចុងក្រោយក្រុមឈ្នះនឹងឡើងទៅជួបវិសាខាដណ្ដើមដំណាក់ថ្នាក់លេខ1នៅម៉ោង 6 ល្ងាចក្រុមចាញ់ត្រូវជួបជាមួយនឹងភ្នំពេញបាទដណ្ដើមចំណាត់ថ្នាក់លេខ3នៅម៉ោង 3 រសៀលសេវាពីកីឡាករធីមេងហួងបាទចូលថ្នាក់បាល់លូវីលើកឲ្យលូវីចូលថ្នាក់ដែរអត់ទៅទេឥឡូវនេះជ័យជំនះបាននៅខាងបញ្ជាកថានរៈដោយទល់នឹង10យកឈ្នះ30ទល់នឹង1ទៅលើបាទក្រសួងមហាផ្ទៃ